មន្ទីរបញ្ចកោណកំពុងជំរុញឲ្យក្រុមហ៊ុនការពីជាតិនានាពន្លឿនល្បឿនផលិតអាវុធឲ្យបានត្រឹម21ថ្ងៃដើម្បីបំពេញស្តុកគ្រាប់រំសេវដែលប្រើប្រាស់ស្ទើរតែអស់ពីឃ្លាំងនៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់នេះបើតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃអាទិត្យអនុរដ្ឋមន្ត្រីការពីជាតិអាមេរិកលោក Steve Feinberg បានផ្ញើលិខិតណែនាំមួយទៅកាន់មេដឹកនាំឧស្សាហកម្មផលិតសម្ភារៈការពីជាតិដោយទុកពេលឲ្យពួកគេចំនួន21ថ្ងៃដើម្បីដាក់នៅផែនការជំរុញឲ្យការបញ្ជូនអាវុធឲ្យបានលឿននិងខ្លាំងក្លាជាងមុនក៏ដូចជាបង្កើនសមត្ថភាពផលិតអាវុធសំខាន់ៗផងដែរបទបញ្ជានេះកើតឡើងចំពេលដែលមន្ទីរបញ្ចកោណកំពុងតែដុតដៃដុតជើងបំពេញស្តុកអាវុធឡើងវិញរួមទាំងសំណាញ់មេឃ Patriot និងប្រព័ន្ធខែលការពារមីស៊ីលថាអាតគណៈដែលសមាជិកសហភាពអាមេរិកក៏កំពុងតែប្រឆាំងទៅនឹងសំណើរបស់សេដ្ឋវិមានដែលចង់បង្កើនកញ្ចប់ថវិកាមន្ទីរបញ្ចកោណឲ្យកើនដល់ 1.5 ត្រីលីនដុល្លារយោងតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិហៅកាត់ថា CSIS ចំនួនមីស៊ីលសំណាញ់មេឃ Patriot នៅក្នុងស្តុកសហរដ្ឋអាមេរិកបានធ្លាក់ចុះពី 2,200 គ្រាប់នៅមុនពេលផ្ទុះសង្គ្រាមមកត្រឹមតិចជាង 1,030 គ្រាប់នៅមុនពេលបត់ជបាញ់ចូលយុទ្ធរមានកាលពីខែមេសាបន្ទាប់ពីការប្រយុទ្ធថ្មីៗនេះស្តុកមីស៊ីល Patriot ត្រូវបានគេប៉ាន់ស្មានថានៅសល់ចន្លោះពី759ទៅ827គ្រាប់ប៉ុណ្ណោះពលគឺថយចុះប្រហែលជា65%បើធៀបនឹងមុនពេលផ្ទុះសង្គ្រាមសម្រាប់ស្តុកមីស៊ីលប្រព័ន្ធខែលការពារដែលអាកាសថាអាតវិញបានថយចុះពី452គ្រាប់មុនពេលផ្ទុះសង្គ្រាមមកនៅចន្លោះពី232ទៅ262គ្រាប់ប៉ុណ្ណោះនៅពេលបត់ជបាញ់ចូលយុទ្ធរមានកាលពីខែមេសាយ៉ាងណាអាមេរិកបានបំពេញស្តុកសំណាញ់មេថាអាតមួយចំនួនឡើងវិញដោយធ្វើឲ្យចំនួនកើនឡើងពីចន្លោះ334ទៅ278គ្រាប់ក៏ប៉ុន្តែស្តុកមីស៊ីលបច្ចុប្បន្ននៅតែតូចជាងមុនពេលដែលផ្ទុះសង្គ្រាមដល់ទៅ38%។